សម្រាប់បងប្អូនចង់កាត់ឆ្លាតមានស្អីបាក់ទេអានេះខ្ញុំកាត់របៀប style របស់ខ្ញុំអញ្ចឹងណាហ្នឹងហើយហើយបងគាត់មានវិធីសាស្ត្រអីនៅក្នុងការកាត់មើលទៅស្អាតជាងហ្នឹងក៏អាចចែកម្លែកបានបាទអានេះជារបៀបកាត់ឆ្លាតរបស់ខ្ញុំអញ្ចឹងខ្ញុំរាប់ពីឆ្លាតវែងមក5សន្លឹកតែខ្ញុំកាត់ដែរអញ្ចឹងយើងកាត់កុំឲ្យវាជ្រៅពេកទាំងអស់គ្នាឃើញអាចុងស្លាបដែលដុះមកបន្ទាប់ពីស្លាបវែងផុតហ្នឹងទៅគឺកាត់ត្រឹមហ្នឹងមកកុំឲ្យប៉ះស្លាបនោះបើសិនតែប៉ះស្លាបខាងក្នុងរឿងជ្រៅហ្នឹងអាហ្នឹងវាអាចមានករណីឈាមឬអីហ្នឹងទៅទាំងអស់គ្នាឃើញនៅចិត្តកញ្ចក់ដៃដែលខ្ញុំចាប់សេកហ្នឹងអញ្ចឹងខ្ញុំកាត់5សន្លឹកអញ្ចឹងកាត់បែបអញ្ចឹងទៅក៏វាស្អាតម្យ៉ាងដែរបាទហើយខ្ញុំចូលចិត្តកាត់អញ្ចឹងនិយាយរួមតាំងពីខ្ញុំចេះចាំមកខ្ញុំកាត់តែបែបហ្នឹងទេកូនសេកយើងវាមើលទៅដូចមានស្លាបអញ្ចឹងតែវាហោះអត់រួចទេខ្ញុំកាត់អញ្ចឹងឆ្លាញ់ម៉ូដបែបអញ្ចឹងវាអត់ឃើញវែងញ៉ៃអញ្ចឹងដូចឃើញក្នុងវីដេអូនេះអញ្ចឹងរបៀបកាត់ស្លាបមានតែប៉ុណ្្នឹងឯង